ជាដំបូងខ្ញុំសូមជម្រាបសួរដល់លោកគ្រូខ្ញុំឈ្មោះលឹមសេងហៀវមកពីក្រុម SU 3353ហើយនេះខ្ញុំមានការ presentation ពី midterm project អំពី Python programming ក្នុងនេះយើងមាន function ក្នុង function យើងនឹងនិយាយពី introduction របស់ function parameter return បន្ទាប់មកគឺ OOP ដែលមាន introduction របស់ OOP class object class member access modifier inheritance និង encapsulation បន្ទាប់មក function គឺជា block code ពិសេសដែលយើងអាចសរសេរនៅលក្ខខណ្ឌនិងដំណើរការផ្សេងៗហើយអាចយកមកប្រើម្ដងហើយម្ដងទៀតបានការសរសេរ function ក្នុងភាសានីមួយៗមានលក្ខណៈខុសគ្នាផងដែរដូចនេះមុននឹងបង្កើត function នៅក្នុងភាសា Python យើងក៏ត្រូវស្គាល់ពីតួនាទីនិងការប្រកាសពី function ផងដែរ parameter គឺជាផ្នែកចាប់ពីសញ្ញារង្វង់កញ្ចក់នៅពីក្រោយផ្នែក function name នៅក្នុងសញ្ញាវងកញ្ចក់អាចមាន parameter មួយឬច្រើនឬក៏គ្មានអាស្រ័យទៅដោយការងាររបស់ function return គឺជា statement ដែលប្រើនៅក្នុង function ដើម្បីផ្ញើតម្លៃទៅកន្លែងដែលហៅ function ហើយឈប់ដំណើរការ function នោះភ្លាមឧទាហរណ៍របស់ function parameter និង return ទី1ក្នុង function នៅឧទាហរណ៍របស់ function យើងនឹងបង្កើត function say hello ហើយក្នុង function នេះយើងនឹង print hello world ហើយនេះគឺជាការកោះហៅ function យកមកប្រើឥឡូវយើងមកដាក់វាដំណើរការទាំងអស់គ្នានេះគឺដំណើរការជាក់ស្ដែងនេះគឺយើងការបង្កើត function ហើយនេះយើងហៅ function មកប្រើវាចេញមកគឺ hello world បន្ទាប់ទៀតគឺ parameter នេះគឺយើងបង្កើត function ដូចគ្នាប៉ុន្តែនៅក្នុងវងកញ្ចក់របស់ function គឺយើងដាក់ parameter ឲ្យវាពីនៅក្នុងនេះយើង print hello មកហើយកន្លែងនេះគឺយើងដាក់តម្លៃ parameter នៅពេលដែលយើងកោះហៅ create user យកមកប្រើកន្លែងនេះយើងគ្រាន់តែបញ្ចូលតម្លៃទៅឲ្យ parameter ជា string ទៅបានហើយឧទាហរណ៍ថាមុនហ្នឹងគឺសេងហៀងចេញមក hello សេងហៀងកន្លែងនេះយើងចង់ដាក់អីក៏បានដែរឧទាហរណ៍ថា hello world ពេលដែល print ចេញមកពេលដែល print ចេញមកគឺ hello world បន្ទាប់គឺយើងចូលទៅ return នេះគឺវា return តម្លៃដូចថាយើងបង្កើត function ដែលយើងដាក់ parameter a និង b ហើយ a និង b ហ្នឹងយើងដឹងហើយគឺជា integer ឬក៏ជា decimal ក៏បានដែរហើយក្នុងនេះគឺយើង return តម្លៃ a គុណនឹង b ក្នុងនេះ result ដែលយើងបង្កើតជា array មួយស្មើ result ស្មើនឹង multiply របស់3គុណ6ហើយ print result ស្មើ12ហើយកន្លែងនេះយើងដាក់4ក្នុងនេះ16កន្លែងហ្នឹងមិនមែនថាយើងត្រូវតែបញ្ចូលឲ្យវានៅក្នុង code ហ្នឹងទេបើសិនជាយើងចង់ឲ្យ user បញ្ចូលគឺយើងវាយដើម្បីឲ្យ user បញ្ចូលពី console បន្ទាប់គឺ OOP class គឺជាបណ្ដុំ instant variable និង method ដែល instant variable និង method ទាំងនេះជាសមាជិករបស់ class ឧទាហរណ៍យើងបង្កើតជា class student មួយក្នុងនេះយើងមាន function ជា init ហើយ self name និង age
ក្នុងនេះដែរ init គឺជា function ដែល constructor វាហៅ auto ពេលដែលយើង create new object ហើយ self name និង self age នេះគឺជា attribute បន្ទាប់មកយើងបង្កើតជា function introduce យើងដាក់ជា parameter self ហើយ self refer ទៅជា current object នេះគ្រាន់តែជា class ដែលយើងបង្កើតទេយើងត្រូវយក class វាមកប្រើទៀតដូចថានៅនេះគឺយើងហៅ class មកប្រើដែល s យើងតំណាងឲ្យជា student ហើយ s នេះគឺយើងហៅ function self introduction នេះយកមកប្រើព្រោះថាក្នុង parameter នេះយើងបញ្ចូលឈ្មោះ self name សេងហៀងហើយ self age 21 នេះ self name my name is សេងហៀង and I am 21 years old នៅពេលដែលយើងហៅ function នេះគឺវាចូលមកក្នុង clear នេះដែលយើងបានកំណត់ឲ្យវារួចហើយ print ហើយកំណត់តម្លៃដាក់នៅណារួចរាល់អស់ហើយបន្ទាប់គឺ object object គឺជា instance នៃ class វាត្រូវបានបង្កើតឡើងពី class ហើយមាន attribute និង method ផ្ទាល់ខ្លួននៅក្នុង class member គឺជាសមាជិកនៃ class ដែលរួមទាំងលក្ខណៈ attribute និង method ដែលអាចចែករំលែកដោយគ្រប់ object ទាំងអស់ដែលបានបង្កើតពី class នោះនៅក្នុងឧទាហរណ៍របស់ object នៅក្នុងឧទាហរណ៍របស់ object គឺយើងបន្តពី class ដែលយើងបានបង្កើតមុនហ្នឹងនេះគឺយើងបានកំណត់តម្លៃរបស់ object student មួយដែលយើងយក function នៅលើមកគឺ name sock អាយុ20 object 2គឺ student 2ជា student ដែលមានឈ្មោះតារាអាយុ2ហើយនេះគឺការកោះហៅ student 1និង student 2ដែលបង្ហាញជា introduction មក introduce ទី1គឺ my name is Sok និងមានអាយុ20ឆ្នាំគឺជា student 1ហើយ my name is Tara អាយុ22ឆ្នាំជា student 2បន្តទៀតគឺជា class member នេះគឺជាយើងបង្កើត class ដូច like class car ក្នុងនេះគឺយើងបានកំណត់ជា wheel 4 wheel ហ្នឹងគឺជាការបង្ហាញតម្លៃកំណត់តម្លៃឲ្យដែលយកទៅប្រើប្រាស់នៅតម្លៃ function ផ្សេងៗបានក្នុង function ផ្សេងៗបានហើយនេះយើងបានបង្កើត function ឲ្យដែលមានជា brand parameter brand ហើយនេះគឺ info ដែលយើងបង្កើតជា function info ដើម្បីបង្ហាញនៅព័ត៌មានដែលយើងចង់បង្ហាញឲ្យគេឃើញអញ្ចឹងទី1យើងបង្កើត object ទី1 car មួយដែលយើងយក class car ក្នុងនេះយើងដាក់ parameter brand ហើយនេះ object ទី2 car 2ដែលយើងដាក់ parameter ឲ្យ car នោះគឺជា Honda នេះគ្រាន់តែយើងបញ្ចូលតម្លៃទៅឲ្យដាក់ព័ត៌មានទៅឲ្យ object នីមួយៗនេះគឺការហៅ object យកមកប្រើដែល function info ហើយយើងកោះហៅព្រមទាំងកោះហៅ function មកដែរឲ្យវាបង្ហាញជាតម្លៃព័ត៌មាននេះ Toyota មាន4 wheel Honda មាន4 wheel អញ្ចឹងអា wheel នេះគឺយើងដាក់ឲ្យវាថេរដែលប្រើនៅក្នុង function ផ្សេងៗ
បន្ទាប់គឺការ access modifier គឺជារបៀបគ្រប់គ្រងនិងការប្រើប្រាស់នៃ class member ទាំង attribute និង method ពីក្រៅ class ដោយជួបកំណត់ថា member ណាមួយត្រូវបានចូលប្រើ access កែប្រែ modify និង inherit ក្នុងនេះយើងយក private protect ហើយ public ឧទាហរណ៍នេះគឺជាការ example របស់access modifier នៅក្នុងនេះយើងបានបង្កើត class access example ហើយយើងគ្រាន់តែដាក់ឈ្មោះ access example ទេហើយបង្កើតជា function init ដែលខ្ញុំបានប្រាប់ខាងលើមកហើយក្នុងនេះគឺមាន public set public protect និង private ក្នុងហ្នឹងគឺយើងមានន័យថា public គឺយើងអាច accessibility ទៅកន្លែងទីណាក៏បានដែរហើយ protect គឺមានន័យថាយើងប្រើជា internal ឬក៏ sub class ដល់ហើយ private គឺយើងលាក់បាំង sensitive data ពី external access ក្នុងនេះក៏យើងបង្កើតជា function show private មួយដែរតែក្នុងនេះយើង print ដាក់ជាទិន្នន័យនៅក្នុងនេះនៅពេលដែលយើងកោះហៅដាក់ object ឲ្យវាដែល object នេះកោះហៅពី function access example អញ្ចឹងនៅកន្លែង public ពេលនេះគឺយើង print object public គឺយើងហៅចេញពី function ហ្នឹងមកអញ្ចឹងគ្រប់ទិន្នន័យទាំងអស់គឺវានៅក្នុង function ហ្នឹងយើងមិនបានហៅវាដោយផ្ទាល់ទេនេះគឺជាការបង្ហាញចេញវាចេញមកទិន្នន័យដែលយើងបានសរសេរនៅក្នុង function ប៉ុន្តែនៅពេលដែលយើងកោះហៅយើងមិនបានកោះហៅវាដោយផ្ទាល់មកទេបន្ទាប់គឺ inheritance ជាដំណើរការមួយនៃ class ថ្មីដោយមិនចាំបាច់កែប្រែទៅលើ class ចាស់ដែលមានស្រាប់ទទួលមកដកពី class ចាស់និងអាចកែប្រែបន្ថែមបន្ថយដោយឧទាហរណ៍យើងបង្កើត class ថ្មីមួយដែលជា class animal ក្នុងនេះយើងមាន function speak serve ដែលជាការនិយាយរបស់ animal speak ហើយនេះគឺ class របស់ dog ដែលជា animal parameter animal អញ្ចឹងក្នុងនេះយើងបានបង្កើត function មួយដែល bark ពីព្រោះហើយយើងបានដាក់នៅ parameter self parameter ឲ្យវាអញ្ចឹងក្នុងនេះ animal speak ដែលជានៅក្នុង function ទី1យើងបានកោះហៅវា dog speak អញ្ចឹង animal speak បន្ទាប់គឺ dog bark អញ្ចឹងក្នុងនេះក៏យើងបានដាក់តម្លៃ print dog bark នៅក្នុង function bark នេះដែរដែលក្នុង class dog បន្ទាប់គឺ encapsulation កម្រិតលក្ខណៈព័ត៌មានលម្អិតខ្លះចំពោះ object ផ្សេងៗក្នុងនេះយើងបានដាក់ជា class account តែក្នុង class account យើងបានបង្កើតជា function មួយសម្រាប់ balance នេះគឺ private ទេដែលយើងបានកំណត់តម្លៃឲ្យហើយដែលយើងបានកំណត់តម្លៃ account ហើយ deposit គឺ amount ដែលយើងបានដាក់ជា if else លក្ខខណ្ឌហើយជាមួយនឹងការគណនាអញ្ចឹងកន្លែងហ្នឹង encapsulation គឺនៅកន្លែងណា encapsulation គឺនៅកន្លែង balance នេះហើយជាមួយនឹងកន្លែង get balance យើងដាក់អញ្ចឹងគឺការពារ balance มันអាច access directly បានទេហើយ encapsulation នេះដែរក៏បានជួយ protect នៅ internal state របស់ code ហ្នឹងដែរហើយវាក៏បានការពារពីការ
error នៅពេលដែលយើង control ឬ access ទៅក្នុង code ហ្នឹងអញ្ចឹងនៅក្នុង account កន្លែង deposit នេះគឺវា100ដោយសារតែយើងកន្លែងនេះយើងកោះហៅ account បង្កើតជា object account ដែលស្មើកោះហៅជា function account យកមកប្រើបន្ទាប់មកយើងយក account នេះកោះហៅនៅក្នុង function នៅក្នុង class របស់ account ហ្នឹងអញ្ចឹងកន្លែងនេះយើងដាក់ parameter ឲ្យវា100បើសិនជាយើងកន្លែងនេះដាក់200ឬ2000ចេញមក2000ហើយកន្លែងនេះយើង print ដើម្បី get balance គឺ2000បាទជាចុងក្រោយខ្ញុំសូមអរគុណលោកគ្រូដែលបានស្ដាប់និងតាមដានproject midterm របស់ខ្ញុំការបង្ហាញ presentation project midterm របស់ខ្ញុំគឺបានចប់ដោយត្រឹមនេះសូមអរគុណ